ផ្កាទុរេនដែលដុះជិតដើមនិងទាបបែបនេះអាចបង្កបញ្ហាធំនៅពេលក្រោយសូមស្វាគមន៍បងប្អូនមកកាន់ Channel បច្ចេកទេសទុរេនបាំក្នុងវីដេអូថ្ងៃនេះខ្ញុំចង់ចែករំលែកបច្ចេកទេសមួយដែលកសិករជាច្រើនមិនសូវយកចិត្តទុកដាក់ប៉ុន្តែផលប៉ះពាល់វាធំណាស់បងប្អូនអាចឃើញថាមានផ្កាទុរេនខ្លះដុះជិតដីនិងជិតដើមបែបបនតាមបច្ចេកទេសរបស់ក្រុមហ៊ុនភាគហ៊ុនបាំយើងណែនាំថាមិនគួរទុកផ្លែដែលនៅជិតដើមបែបនេះទេហេតុអ្វីពេលដែលផ្កានេះคล้ายទៅជាផ្លែវានឹងនៅជិតដើមខ្លាំងហើយស្ថិតនៅទាបជិតផ្ទៃដីបែបបនបើយើងទុកផ្លែបែបនេះវានឹងងាយរងការវាយប្រហារពីជំងឺផ្សិតសត្វល្អិតនិងមេរោគផ្សេងយ៉ាងងាយហេតុអ្វីបានជាបែបនេះបងប្អូនទី1គឺបញ្ហាជំងឺផ្សិតពេលយើងស្រោចទឹកឬពេលភ្លៀងមេរោគដែលមាននៅលើដីនឹងឡើងមកលើផ្លែទាំងនេះតាមរយៈទឹកបន្ទាប់មកពីផ្លែទាំងនេះវានឹងឆ្លងទៅផ្លែផ្សេងនៅលើដើមហើយវានឹងរាលដាលពេញដើមទាំងមូលបងប្អូនឃើញទេថាផលប៉ះពាល់វាធំប៉ុណ្ណាប៉ុន្តែនៅពេលជិតដល់រដូវប្រមូលផលឬនៅពេលដែលបងប្អូនត្រៀមប្រមូលផលហើយនោះទើបយើងចាប់ផ្ដើមមើលឃើញថាផលប៉ះពាល់និងការខូចខាតវាធំណាស់សម្រាប់ដើមទុរេនរបស់យើងបងប្អូនដូច្នេះចាប់ពីដំណាក់កាលនេះទៅបងប្អូនត្រូវកាត់ចោលផ្កាបែបនេះភ្លាមព្រោះវាមិនសមស្របសម្រាប់ទុកបន្តឲ្យក្លាយជាផ្លែទេបងប្អូននេះជាការចែករំលែកពីក្រុមហ៊ុនភាគហ៊ុនបាំបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច Like និង Subscribe Channel សូមអរគុណបងប្អូនសូមជូនពរបងប្អូនឲ្យដាំដុះបានជោគជ័យនិងទទួលបានទិន្នផលខ្ពស់